มจุดสู้บอมบ์อักนี่นะขนม Facebook ថ្ងៃនេះជាថ្ងៃទី12មិថុនាគឺខ្ញុំបានដឹកនាំក្រុមទេសចរចំនួន102នាក់ទៅតំបន់អរ៉ៃជាលើកទី5ហើយបងប្អូនប្រកាសជាឆ្ងល់ហើយនៅខាងក្រោយខ្នងនាងខ្ញុំហើយលើកបានខ្ញុំនឹងអីគេនេះគឺទីជាយោហើយទៅនេះសម្ភារៈសម្រាប់សាងសង់ប្រគុណហើយនៅលើក្បាលខ្ញុំហ្នឹងគឺក្តារសម្រាប់ឲ្យគ្រូបរិញ្ញាគាត់ទៅ safe ដើម្បីបរិញ្ញាសិស្សហើយនៅបងបាយកាន់អីគេហ្នឹងគុណអូចានប្រគុណសង់គុណអរ៉ៃចាសូមបញ្ជាក់ថាចានប្រគុណនេះគឺគាត់ត្រូវកាន់អោបអញ្ចឹងរហូត300គីឡូហ្មងទៅដល់អរ៉ៃពេញអស់ហើយខាងក្រោយក៏ពេញដែរគឺយើងដឹកសម្ភារៈដូចជាស៊ីម៉ង់ចានប្រគុណហើយចានប្រគុណនឹងដឹកលើកនេះ4មានចានប្រគុណមានស៊ីម៉ង់មានអាញួរមានបថៅមានប៉ែលមានចបអីហ្នឹងមកចាប់សម្ភារៈជាងហើយដោយសារតែយើងដឹកខ្លួនឯងដោយសារតែនៅអរ៉ៃហ្នឹងគឺផ្លូវពិបាកឡើងចុះភ្នំហើយឆ្ងាយគឺយើងឡានដែលដឹកទៅហ្នឹងគឺយើងត្រូវម៉ៅឡានគេតែម្ដងហើយមានតម្លៃថ្លៃហើយរកឡានដឹកទៅអត់បានទៀតដោយសារឡានគេអត់ទៅផ្លូវវាពិបាកពេកហើយអញ្ចឹងក្រុមលើកនេះខ្ញុំក៏អរគុណទៅដល់យុវជនដែលគាត់ទៅលើកមុនក្រុមទី1ទី2ទី3ទី4ដែរដែលគាត់បានចូលរួមស្ម័គ្រចិត្តមកជួយទៅដល់ការងារលើកនេះក្នុងការសាងសង់និងការជួយនាំផ្លូវបងប្អូនយើងឲ្យបានស្គាល់តំបន់ទេសចរស្អាតៗនៅអរ៉ៃដូច្នេះសូមអរគុណហើយសូមកម្លាំងចិត្តទៅដល់បងយើងទាំងអស់គ្នាជាពិសេសបងកាន់ចានប្រគុណនៅក្រៅអរគុណជួយ like និង share វីដេអូនេះផង